នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃបានធ្វើការប្រកាសអាសន្នដោយផ្ទាល់តាមរយៈការផ្ញើសារជូនដំណឹងតាមទូរស័ព្ទទៅកាន់អ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នៅក្នុងខេត្តផាថុំឋានីនិងណថាបុរីមូលហេតុចម្បងគឺទំនប់វារីអគ្គិសនីចៅប្រយ៉ាត្រៀមបង្កើនការបង្ហូរទឹករបស់ខ្លួនលើសពី2700ម៉ែត្រគូបក្នុង1វិនាទីនេះជាចំនួនដ៏ច្រើនដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ជាក់ស្ដែងនៅពាក់កណ្ដាលអាធ្រាត្រថ្ងៃទី4ខែតុលាឆ្នាំ2025ការបញ្ចេញទឹកត្រូវបានកត់ត្រានៅក្នុងកម្រិត2500ម៉ែត្រគូបក្នុង1វិនាទីការបង្ហូរទឹកនេះគឺដើម្បីគ្រប់គ្រងបរិមាណទឹកដែលហូរចេញយ៉ាងគំហុកពីភាគខាងជើងអាជ្ញាធរបានព្រមានថាការកើនឡើងនេះនឹងបង្កើនកម្រិតទឹកនៅក្នុងតំបន់ខាងក្រៅរបាំងទឹកជំនន់តំបន់ដែលរំពឹងថានឹងរងផលប៉ះពាល់ខ្លាំងរួមមានខេត្តផាថុំឋានីនិងផ្នែកខ្លះនៅក្រុងជាពិសេសស្រុកសាខុមនៅក្នុងខេត្តនងថាបុរីស្រុកប៉ាត្រេតនិងស្រុកមឿងក្រៅពីនេះតំបន់វាលទំនាបក្បែរនោះស្ថិតនៅក្រៅតំបន់ការពារទឹកជំនន់ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នផងដែរផលប៉ះពាល់គឺច្បាស់ណាស់វានឹងគំរាមកំហែងដល់លំនៅឋាននិងទ្រព្យសម្បត្តិរបស់អ្នករស់នៅតាមដងទន្លេដើម្បីធានាថាព័ត៌មានសំខាន់ទៅដល់ដៃប្រជាពលរដ្ឋឲ្យបានលឿនបំផុតនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃបានសហការយកចិត្តទុកដាក់ជាមួយនឹងប្រតិបត្តិការទូរស័ព្ទចល័តធំរួមមាន AIS True និង NT ដើម្បីប្រើប្រាស់ប្រព័ន្ធជូនដំណឹងផ្សព្វផ្សាយតាមទូរស័ព្ទនេះជាមធ្យោបាយដ៏លឿនបំផុតដើម្បីជូនដំណឹងដល់អ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យភ្លាមៗអាជ្ញាធរបានផ្ដល់ការណែនាំសំខាន់មួយចំនួនដែលឲ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមដានកម្រិតទឹកឲ្យបានដិតដល់ត្រូវតាមដានព័ត៌មាននិងសេចក្តីប្រកាសព័ត៌មានជាផ្លូវការជានិច្ចផ្លាស់ទីរបស់របរត្រូវប្រញាប់ប្រញាល់ឬបំលាស់ទីរបស់របរមានតម្លៃទៅកាន់ទីទួលឬទីកន្លែងដែលមានសុវត្ថិភាពយកចិត្តទុកដាក់ជាពិសេសចំពោះមនុស្សចាស់និងអ្នកជំងឺដែលដេកនៅលើគ្រែឬក្រុមងាយរងគ្រោះផ្សេងទៀតដោយត្រៀមលក្ខណៈសម្រាប់ការជម្លៀសប្រសិនបើចាំបាច់សរុបមកការកើនឡើងនៃការបង្ហូរទឹកទំនប់ចៅប្រយ៉ាដល់កម្រិតដែលអាចបង្កើតជាទឹកជំនន់នៅតំបន់វាលទំនាបនៃខេត្តផាថុំឋានីនិងខេត្តនថាបុរីគឺជារឿងពិតដែលត្រូវប្រឈមសកម្មភាពបន្ទាន់របស់នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃតាមរយៈការជូនដំណឹងតាមទូរស័ព្ទគឺជាសញ្ញាមួយដែលបង្ហាញអំពីភាពចាំបាច់នៃការប្រុងប្រយ័ត្នអាជ្ញាធរថៃក៏បានជូនដំណឹងប្រសិនបើប្រជាពលរដ្ឋជួបប្រទះបញ្ហាឬត្រូវការជំនួយបន្ទាន់ពីអាជ្ញាធរសូមកុំស្ទាក់ស្ទើរទំនាក់ទំនងទៅកាន់អាជ្ញាធរតាមលេខទូរស័ព្ទបន្ទាន់1784ដែលបើកបម្រើ24ម៉ោងលើ24ម៉ោង